ngày ní cứ ban mà hộp thầm chia tiệt ai pro mà rẻ ní cứ tha đa prey đèn nhật một tích mà hộp để nhom cùng pung tuyệt vời ní miền mua tha xâm lo mà chu bua cô buông krong xâm rạp mà hộp mà mốc ní cứ ọt nghi ban hộp tê bông ôn ảnh dày ban tha mà năm hộp ban tại mà đong tập bị đong tê hay mà hộp mà mốc ní cứ chia mà hộp đầy dây nhom ta nhom cứ trôi chật khăng mình tiến mình tha dây mình tha ta tê oi tên ởក្នុងគ្រួសារខ្ញុំគឺចូលចិត្តណាស់ពួងក្រងហើយសម្លម្ជូរពួងក្រងពោះគោនេះក៏ជាលើកទី1ដែរដែលខ្ញុំធ្វើហូបដោយសារតែម៉ែគាត់ថាចង់ហូបសម្លម្ជូរពោះគោពួងក្រងធ្លាប់តែហូបនៅសៀមរាបអញ្ចឹងណាបងប្អូនខ្ញុំក៏សាកស្លមើលដោយសារតែអត់ដែលបានស្លទេជាលើកទី1ហើយក្រងនេះក៏យើងទៅចាក់ខ្លួនឯងផ្ទាល់តែម្ដងកាលពីថ្ងៃអាទិត្យគឺទំនេរគឺទៅដើរចាក់អង្ក្រងហើយចាក់នេះក៏មិនមែនចិត្តទេបងប្អូនឆ្ងាយណាស់ទៅចាក់នៅខាងជាំស្រែខាងរស្មីសម្រាប់ការចាក់អង្ក្រងនេះមិនមែនជាការងាយស្រួលទេបើថាទៅយើងទិញគេហូបក៏បានដែរមកកំប៉ុង5ពាន់តែខ្ញុំនេះគឺចង់មកចាក់ខ្លួនឯងផ្ទាល់តែម្ដងហើយណាមួយក៏ជ្រុលទៅថាយើងដើរព្រៃហើយចូលព្រៃហើយគឺរករបស់ធម្មជាតិដោយខ្លួនឯងដោយមិនចាំបាច់ចំណាយលុយទិញគេអញ្ចឹងណានៅតាមស្រុកស្រែស្រួលទេឲ្យទៅថាយើងអាសាមិនខ្វះទេម្ហូបនៅជុំវិញខ្លួនតែម្ដងដាច់លុយដាច់អីចូលតែព្រៃរកតែម្ហូបបន្តិចដើរតាមមាត់មាត់ស្ទឹងហ្នឹងមិនខ្វះម្ហូបទេហើយទឹកក្រងនេះតម្រាំថាបានចាក់បានប៉ុណ្ណេះបងប្អូនដៃហ្នឹងគឺជើងវាខំសក់អស់ហើយខ្ញុំគឺអត់បានចាក់តែខ្ញុំចាក់ទៅបន្តិចទេព្រោះអីខ្ញុំអត់សូវចេះចាក់ទេវាច្រើនគឺឲ្យខ្ញុំជាអ្នកចាក់ហើយនេះគឺជាគ្រឿងសម្លរបស់ខ្ញុំមានពួងក្រងមានពោះគោជីវ៉ាន់សុយស្លឹកខ្ទឹមដេងកុលក្រៃម្ទេសខ្ទឹមហើយគ្រឿងទេសដែលអត់អាចចូលបានគឺប៊ីចេងសញ្ញាចានត្រូវែកនិងម្សៅស៊ុបមាន់សញ្ញាចានត្រូវែកតែខ្វះ2មុខ3មុខហ្នឹងគឺថាសម្លយើងគឺឡើងឆ្ងាញ់តែម្ដងសម្រាប់ការស្លម្ជូរពោះគោពួងក្រងនេះបើសិនជាអ៊ំពូមីងដែលចេះស្លបើមើលទៅខ្ញុំស្លខុសអីសូមអ៊ំពូមីងជួយខមមិនខាងក្រោមវីដេអូប្រាប់ខ្ញុំផងស្រួលខ្ញុំកែតម្រូវស្លលើក្រោយព្រោះស្លនេះគឺជាស្ការស្លលើកទី1មិនមែនថាមិនដែលស្លទេបងប្អូនគឺស្លរហូតតែសម្រាប់មុខម្ហូបមុខនេះគឺជាលើកទី1ហើយដែលខ្ញុំសាកហើយក៏អត់ដែលបានហូបដែរលើកទី1ដែលហូបជាដំបូងគឺយើងចាប់ផ្ដើមលីងគ្រឿងនេះមានម្ទេសមានខ្ទឹមដេងស្លឹកក្រូចនិងគល់ខ្ទឹមដោយសារតែខ្ញុំអត់មានខ្ទឹមក្រហមក៏ខ្ញុំដាក់គល់ខ្ទឹមតែម្ដងទៅគល់ខ្ទឹមក្រហមបន្ទាប់មកលីងគ្រឿងឲ្យឈ្ងុយបានចាក់ទឹកចូលនិយាយពីថាសម្លរបស់យើងគឺឈ្ងុយខ្លាំងមែនទែនបន្ទាប់ពីទឹកពុះខ្ញុំក៏ចាប់ផ្ដើមចាក់ពោះគោចូលហើយសម្រាប់ពោះគោនេះគឺខ្ញុំស្រុះរួចហើយបងប្អូនស្រុះដើម្បីឲ្យវាកាត់ជាតិឆ្អាបកុំឲ្យវាមានក្លិនគោអញ្ចឹងណាបន្ទាប់មកនៅពេលដែលទឹកសម្លពុះបងប្អូនចាប់ផ្ដើមដាក់គ្រឿងទេសតាមចំណង់ចំណូលចិត្តហើយអ្វីដែលកាន់តែពិសេសគ្រឿងទេសដែលខ្ញុំប្រើប្រាស់ជាប្រចាំថ្ងៃគឺប៊ីចេងសញ្ញាចានត្រូវែកនិងម្សៅស៊ុបមាន់សញ្ញាចានត្រូវែកប៊ីចេងសញ្ញាចានត្រូវែកជាសិប្បកម្មក្នុងស្រុកសិប្បកម្មស្តង់ដារដែលមានវត្ថុធាតុផ្សំពីធម្មជាតិ 100% មានការទទួលស្គាល់ពីវិទ្យាស្ថានស្តង់ដារកម្ពុជា ISC មានលេខកូដសម្គាល់ចបផនិងមានបាកូដជាសម្គាល់នៅលើសំបកកញ្ចប់ប៊ីចេងសញ្ញាចានត្រូវែកមាន2ប្រភេទគឺប្រភេទម៉ត់និងគ្រើមមានច្រើនជម្រើសសម្រាប់តម្រូវការរបស់អតិថិជនចូលរួមគ្រប់គ្រងសិប្បកម្មក្នុងស្រុកសិប្បកម្មស្តង់ដារដើម្បីបង្កើនសេដ្ឋកិច្ចជាតិឲ្យកាន់តែមានការរីកចម្រើនបើកលេចទៅមើលសម្លរបស់ខ្ញុំគឺចិត្តឆ្អិនហើយនៅពេលដែលទឹកសម្លពុះពោះគោផុយខ្ញុំក៏ចាប់ផ្ដើមចាក់ពួងក្រងចូលសម្រាប់ពួងក្រងនេះទើបតែពោះគោនឹងផុយមិនបានខ្ញុំចាក់ចូលចាក់ពួងក្រងចូលឲ្យវាពុះតែមួយពុះពីរពុះបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមបង់ជីវ៉ាន់ស៊ុយនិងស្លឹកខ្ទឹមចូលក្រាន់តែថាចាប់ផ្ដើមដាក់ជីវ៉ាន់ស៊ុយចូលអូយសម្លនេះក្លិនដល់លួង3 4 5ផ្ទះបើនិយាយពីថារឿងរសជាតិអូយឆ្ងាញ់ណាស់នេះសម្រាប់អ្នកដែលគាត់ចូលចិត្តហូបពួងក្រងណាបងប្អូនបើសិនជាអត់ទាន់សាកមុខម្ហូបនេះអាចសាកបានរសជាតិនិយាយពីថាអូយអេមតែម្ដងពួងក្រងណាបើសិនជាបានដោយអាមេគូវាខ្លះនិយាយពីថាខំតោច្រប់ឈ្ងុយនៅក្នុងមាត់តែម្ដងមេគូបងប្អូនខ្លះគឺគាត់អត់ចូលចិត្តហូបទេគាត់ថាមេគូហ្នឹងអត់ឆ្ងាញ់ប៉ុន្តែបើសម្រាប់ខ្ញុំអាមេគូហ្នឹងគឺចង់ឆ្ងាញ់ជាងអាពួងក្រងទៀតអាមេគូនោះសម្លរបស់ខ្ញុំក៏ឆ្អិនជាស្ថាពរអញ្ចឹងបងប្អូនជួយដាក់បន្ទុកឲ្យតនួងអត់ឆ្ងាញ់មិនឆ្ងាញ់បងប្អូនមើលតែមាត់យាយតាខ្ញុំក៏ដឹងដែរឆ្ងាញ់អត់យាយឆ្ងាញ់អូឆ្ងាញ់ស្លម្ជូរពួងក្រងពោះគូក្តៅNgành thời chọn ra hộp tròn như nào rồi khán hộp rồi khán hộp như nào lo cho ăn không
ត្រង់ថាថ្ងៃនេះគឺប្អូនខ្ញុំគេមកលេងផ្ទះ3នាក់ប៉ុន្តែមកបានតែម្នាក់ទេសុំមេមកបានម្ដងម្នាក់អញ្ចឹងណាបងប្អូនអត់បានមកជុំគ្នាទេមកចំពេលដែលខ្ញុំស្លមកជូរពោះគោពងក្រងនិយាយពីថាម៉ែខ្ញុំនេះគាត់ថាចងាញ់ផ្លេកមើល看你点对ឆ្ងាញ់អត់បានឆ្ងាញ់អត់ពូទាហានđi បន្ទាប់ពីថាឲ្យយាយតាម៉ែភ្លក់ហើយខ្ញុំក៏ចាប់ផ្ដើមភ្លក់ម្ដងតែលេងសើចអីសម្លមកជូរពោះគោពងក្រងនេះគឺចងាញ់មែនទៀតណាបងប្អូនអត់និយាយកុហកទេមិនមែនថាធ្វើកណ្ដែងទៅសើកណ្ដែងថាចងាញ់ទេគឺនិយាយពាក្យពិតគឺចងាញ់អាចនិយាយបានថាប្លែកម្យ៉ាងចង់បានម្ហូបដែលមានអជារសឈ្ងុយឆ្ងាញ់កុំភ្លេចជាមួយនឹងប៊ីចេងសញ្ញាចានត្រវែកនិងម្សៅស៊ុបមាន់សញ្ញាចានត្រវែកសិនបើបងប្អូនស្រឡាញ់ចូលចិត្តខ្ញុំកុំភ្លេចជួយ follow page ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណច្រើន